ទេវតាទាំងឡាយបានមកជួបជុំគ្នាមុំមីដេដាស់រងចាំអបអរព្រះរាជពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មីព្រះនាមរាជខ្យសាទេវីនឹងជាសម្លេងរបស់លោកគ្រូមែនបាទជាសម្លេងរបស់ខ្ញុំអូបានដឹកនាំពីណាមកខ្ញុំធ្វើការជាមួយកូនសិស្សលោកគ្រូប្រហែលអ្នកដែរដើម្បីសួរនាំអំពីលោកគ្រូណាហើយថ្ងៃនេះខ្ញុំបានរកឃើញនៅវីដេអូមួយនេះហើយនេះគឺជារូបភាពគឺជាសម្លេងរបស់លោកគ្រូផ្ទាល់តែម្ដងលោកគ្រូជ្រុលអញ្ចឹងហើយសូមលោកគ្រូបរហើយឃ្លាចុងក្រោយខ្ញុំបន្តិចមើលឲ្យបងប្អូនយើងបានដឹងយើងអត់បានចាំថ្ងៃបាទអត់អីទេលោកគ្រូអញ្ចឹងសូមទោសបងប្អូនអត់បានចាំថ្ងៃទេហ្នឹងហើយបាទខ្ញុំក៏សូមទោសដែរព្រោះដោយសារយើងអត់បានត្រៀមទុកដូច្នេះខ្ញុំសូមស្រែកបន្តិចទេវតាឆ្នាំថ្មីព្រះនាមរាជខ្យសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មបានយាងចុះមកដល់ហើយអូយបាទជំរាបសួរលោកគ្រូបាទអរគុណស្វាគមន៍លោកគ្រូកាត់ថារ៉ាន់មកកាន់កម្មវិធី Davut Podcast by Work បាទជំរាបសួរលោកគ្រូបាទជំរាបសួរបាទអរគុណច្រើនហើយក៏សូមស្វាគមន៍បងប្អូនរបស់យើងទាំងអស់គ្នាមកកាន់កម្មវិធីពិសេសមួយនេះគឺជា podcast របស់ខ្ញុំផ្ទាល់ដែលមានវត្តមានលោកគ្រូកាត់ថារ៉ាន់ផ្ដល់ជាកិត្តិយសជាមួយនឹងកម្មវិធីផ្ទាល់តែម្ដងអញ្ចឹងឥឡូវសូមលោកគ្រូណែនាំខ្លួនបន្តិចសិនមកមុននឹងចាប់ផ្ដើមទៅចែកហើយនឹងផ្ដល់ជាកិច្ចសម្ភាសមួយជា podcast មួយស្ដីអំពីជីវិតលោកគ្រូដើម្បីជាប្រយោជន៍ជូនដល់បងប្អូនរបស់យើងទាំងអស់គ្នាគោលការណ៍របស់យើងដែរគឺ podcast មួយនេះផ្ដល់ជាបទពិសោធន៍ជីវិតកន្លែងណាល្អបងប្អូនរបស់យើងអាចយកទុកទៅកន្លែងណាដែលមិនល្អក៏ទុកចោលចាស់អត់ជាបញ្ហាអរគុណ work ដែលផ្ដល់ជាការឧបត្ថម្ភមកកាន់កម្មវិធីមួយនេះហើយខ្ញុំមានឱកាសបានជួបលោកគ្រូក៏ដូចជាជួបជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងជាច្រើនដូចគ្នាបាទលោកគ្រូសូមអញ្ជើញលោកគ្រូជួយណែនាំខ្លួនបន្តិចមកបាទសូមគោរពសម្ដេចទ្រង់អាដាមអស់លោកស្រីថ្ងៃនេះខ្ញុំបានមកជួបលោកប្អូនហ្នឹងហើយខ្ញុំបាទឈ្មោះកាត់រ៉ាន់ជាសាស្ត្រាចារ្យនៅសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោនយីកេបាទលោកគ្រូគឺជាសាស្ត្រាចារ្យនៅសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោនយីកេបាទអូប៉ុន្តែមានរឿងមួយលោកគ្រូនៅពេលដែលខ្ញុំធ្វើការជាមួយនឹងបងប្អូនសិល្បកររបស់យើងណាតែងតែរំលឹកឈ្មោះលោកគ្រូថាយកគ្រឿងសម្លៀកបំពាក់បាទការរៀបចំឈុតសម្អិតសម្អាងលើរាងកាយស្មែបផ្នែកសិល្បៈបុរាណរបស់យើងគឺមានឈ្មោះលោកគ្រូជានិច្ចបាទលោកគ្រូតើតោងជាមួយនឹងគ្រឿងសម្លៀកបំពាក់ទាំងអស់ហ្នឹងគឺលោកគ្រូចេះមកពីណាហើយឬក៏យ៉ាងម៉េចប្រវត្តិដើមតោងវាម៉េចនិយាយទៅចាប់ដើមឡើយខ្ញុំរៀនចប់បដប់ខ្ញុំបានចូលបម្រើការងារប៉ុន្តែចំនួន9គុត91ហ្នឹងគឺយើងអត់ទាន់មានសម្បូរបែបទេសម្លៀកបំពាក់គឺយើងក៏កើតថ្មីទាំងអស់ដល់អញ្ចឹងទៅខ្ញុំចូលធ្វើការហ្នឹងបង្រៀនសិស្សបង្រៀនអីទៅដល់ពេលធ្វើស្នាដៃប្រឡងម្ដងគឺយើងអត់មានទេបាទយើងអត់មានទេព្រោះបាតដៃទៅទេហ្មងទុំបីតែសម្លៀកបំពាក់ឲ្យតម្រូវតាមតួអង្គក៏អត់មានទេហើយខ្ញុំបានទទួលការងារតាមអង្គការដែលចុះផ្សព្វផ្សាយតាមខេត្តក្រុងហ្នឹងដល់យើងអត់ខ្ញុំក៏មានកំណត់បង្កើតបន្តិចម្ដងទៅតាមសាច់រឿងឧទាហរណ៍ទុំទាវម៉ាក់ថើងអីយើងបង្កើតក្អាយតួសំខាន់ដើម្បីចុះផ្សព្វផ្សាយតាមខេត្តបាទដល់អញ្ចឹងទៅវាកើតចេញពីក្នុងបន្តិចម្ដងកន្លែងខ្លះដែលយើងខ្វះខាតយើងសួរលោកគ្រូអ្នកគ្រូចាស់បាទជាដំណរមកអញ្ចឹងបានមានដល់សប្តាហ៍ថ្ងៃអញ្ចឹងលោកគ្រូនៅធ្វើទាំងពីរផ្នែកគេហៅថាជំនាញរបស់លោកគ្រូខាងជាគេលោកគ្រូនៅតែធ្វើចំណែកសម្លៀកបំពាក់នេះក៏លោកគ្រូចាប់ផ្ដើមពីចំណុចមួយដែលយើងខ្វះបាទហើយយើងកើតបន្តិចមកមិនដល់សប្តាហ៍ថ្ងៃទៅបាទអូលោកគ្រូតាក់ទងជាមួយនឹងការរៀបចំសម្លៀកបំពាក់នេះថ្ងៃនេះខ្ញុំប្រហែលជាលំអិតរឿងនេះបន្តិចតាក់ទងជាមួយជាគេយើងមានប្រធានបទច្រើនហើយយើងអាចនឹងមានភ្ញៀវកិត្តិយសរបស់យើងដទៃទៀតដែលយើងបានទៅចែកជាមួយគ្នាហើយអញ្ចឹងថ្ងៃនេះសូមរំលឹកអំពីរូបភាពនៃការរៀបចំសម្លៀកបំពាក់មួយលោកគ្រូបន្តិចការខិតខំប្រឹងប្រែងលោកគ្រូដែលចាប់ផ្ដើមសម្លៀកបំពាក់នេះបានរាប់ទៅប្រហែលឆ្នាំហើយលោកគ្រូនិយាយទៅខ្ញុំធ្វើតាំងពី91មករហូតដល់មកឥឡូវនិយាយទៅតាំងពីខោអាវដូចថាសឹងតែមិនគ្រប់មួយរឿង
ដល់ឥឡូវយើងអាចឆ្នៃទៅរឿងអីក៏បានដែរមិនថាសម្លៀកបំពាក់អាស៊ានមិនថាសម្លៀកបំពាក់តាមសម័យកាលគឺខ្ញុំមានបាទមានទាំងអស់ ជាង30ឆ្នាំបើមិនខុសទេ35ឆ្នាំហើយ បាទបាទ ដែលលោកគ្រូបានប្រឹងប្រែងនៅក្នុងការរៀបចំ បាទ សម្លៀកបំពាក់ទាំងអស់នេះ បាទ មានសំណួរចាក់ដោតខ្លះៗដែលខ្ញុំបានរៀបចំទៅថ្ងៃនេះដូចជាអាជីពជាអ្នករៀបចំសិល្បៈឲ្យតួអង្គរបស់យើងបានសម្បត្តិសម្អាងរាងកាយមានភាពល្វត់ល្វន់ភាពស្អាតមានភាពប្រណិតលើឆាកតែអ្នកខាងក្រោយឆាកហ្នឹងមានរឿងអីកើតឡើងខ្លះបន្តិចទៀតយើងនឹងជជែកនៅរឿងហ្នឹងបាទដើម្បីឲ្យបងប្អូនរបស់យើងកាន់តែយល់ច្បាស់អំពីភាពលំបាកទាំងអស់ហ្នឹងយើងត្រូវរំលឹកបន្តិចថាតើនៅក្នុងឈុតសម្លៀកបំពាក់បុរាណរបស់យើងមានអីខ្លះដូចគ្នាមែនទេលោកគ្រូបាទលោកគ្រូថ្ងៃនេះលោកគ្រូបានរៀបចំជាឈុតតែម្ដងនៅលើតុនេះគឺជាទម្រង់សម្លៀកបំពាក់អីគេដែរហើយយើងប្រើប្រាស់នៅពេលណា បាទនេះជាតួអង្គរាជបុត្រហ្នឹងយើងប្រើនៅក្នុងពេលក្នុងបរមរាជវាំងក៏បានទៅក្រៅក៏បានបាទនេះសម្រាប់រាជបុត្របាទបាទ អញ្ចឹងអាចនិយាយបានថាឈុតនេះបើសិនជាយើងដើរតួនៅក្នុងទម្រង់ល្ខោនយីកេរបស់យើងជាតួអង្គផ្ចាណុយគឺត្រូវហ៎ បាទបាទត្រូវ បាទចុះបើសិនជាយើងប្រើប្រាស់នៅក្នុងរឿងទុំទាវតើតួអង្គណាដែលត្រូវប្រើសម្លៀកបំពាក់រឿងនេះបាទនេះ ទុំទាវអត់ត្រូវវិញ អត់ត្រូវវិញ ព្រោះដោយសារមានតែស្ដេចធំ អូ អត់មានរាជបុត្រទេបាទបាទបាទ បាទលោកគ្រូបាទនេះគឺជាទម្រង់ខោអាវព្រះរាជបុត្រអញ្ចឹងយើងសូមលំអិតអំពីគ្រឿងបណ្ដាប់ដែលយើងបានរៀបចំនៅលើតុនេះបន្តិចឲ្យបងប្អូនយើងបានយល់ថាមានអីខ្លះដើម្បីនៅពេលដែលតួអង្គដែលសម្ដែងទៅគ្រប់គ្រឿងហើយស្អាតនៅលើឆាកនោះឯងណាលោកគ្រូណាបន្ទាប់ពីលំអិតគ្រឿងបណ្ដាប់មកយើងចូលទៅសម្រួលដែរយើងបានទៅជែកនេះមិញបាទអញ្ចឹងសូមចាប់ផ្ដើមពីអ្វីដែលយើងរៀបនៅខាងលើអំពីសម្លៀកបំពាក់សិនមុននឹងចូលដល់គ្រឿងអលង្ការ បាទបាទ លោកគ្រូនេះបាទគេហៅអីដែរលោកគ្រូ អានឹងជាសរងក សរងកអូ ក សរងកបាទខ្ញុំសម្បត្តិទុកសិនបាទបន្តទៀតបាទបង្ហាញជូនបងប្អូនរបស់យើងទាំងអស់គ្នា អានេះជាខោ បាទខោ បាទ បាទអូខោនេះគឺជាខោដែលយើងស្លៀកពីក្នុងមុននឹងយើងស្លៀកសឡយឡើងនេះលោកគ្រូបាទអូបាទភាពស្អាតនៃខោនេះគឺជាជើងខោនេះមែនទេលោកគ្រូ បាទបាទបាទ លោកគ្រូជួយបញ្ជាក់បានទេថាការប៉ាក់ដិននៅលើនេះគឺជាប៉ាក់ដិនតម្រង់អីឬក៏មានម៉ូដរបៀបម៉េចឬក៏មានផ្កាអីលោកគ្រូ វាលក្ខណៈផ្កាច័ន្ទណាបងបាទផ្កាច័ន្ទហើយមានវភ្ញីបាទ ជាការធ្វើដោយដៃលោកណា បាទបាទ អូបាទបន្តទៀតបងប្អូនបាទចុះនេះលោកគ្រូ អាហ្នឹងណាគេហៅណាសំយ៉ងណាអានេះណាចំហៀងសងខាងហើយនេះណាមុខ អូបាទ3 បាទ 3 ខ្ញុំកដាល បាទគឺណា បាទ ណាពាក្យណានេះគឺជាពាក្យដែលយើងប្រើបច្ចេកទេសលោកណា បាទ បាទភាពសម្អិតសម្អាងលើរាងកាយណានេះវាជួយឲ្យយើងស្អាតរបៀបម៉េចលោកគ្រូបានត្រូវមានណាឬក៏មិនក្បួនខ្នាតមិនលោកគ្រូ ក្បួនខ្នាតយើងមិនអាចចោលបានព្រោះតែយើងទ្រង់គ្រឿងយើងត្រូវតែមានគ្រប់ដូចជានេះអានេះជាធឹបគូតបានស្ដីថាហ្នឹងសម្រាប់រុំពីក្រោយ អូ បាទធឹបគូត រុំពីក្រោយណា បាទ បាទបងប្អូននឹងឃើញទៀតបាទនឹងឃើញថារុំវាម៉េចបាទបន្តទៀតលោកគ្រូបាទ វាអាយ អូលោកគ្រូជាទូទៅនៅពេលដែលយើងនិយាយអំពីអាវនៅក្នុងទម្រង់របាំគឺឃើញថាសិល្បករសិប្បករនេះត្រូវបានសម្បត្តិសម្អាងរៀបចំជាមួយនឹងអាវមួយដែលត្រូវដេភ្លាមនៅកន្លែងហ្នឹងបាទចុះតម្លៃទម្រង់ល្ខោនយីកេរបស់យើងទៅធ្វើអញ្ចឹងដែរទេលោកគ្រូ ពាក្យច្រើនយើងដេយើងស្រេទៅតាមរាងមនុស្សបាទឧទាហរណ៍ថាតូចយើងបញ្ចូលទៅធំយើងបញ្ចេញទៅបាទ ចុះដល់អាវនេះមានរូតលោកគ្រូនេះ អានេះនិយាយទៅលក្ខណៈពិសេសរូតហ្នឹងគឺដោយសារខ្ញុំកម្មវិធីតន្ត្រីស្រុកស្រែនេះហ្នឹងវាលឿនឧទាហរណ៍មួយបទទៅមួយបទវាលឿនដូច្នេះយើងសម្រួលដាក់រូតដើម្បីឲ្យលឿនបាទឲ្យទាន់កម្មវិធីអញ្ចឹងបាទអញ្ ចឹងមានតែការផ្លាស់ប្ដូរឲ្យទាន់សភាពការ បាទ ប៉ុន្តែបើត្រូវថាក្បួនខ្នាតមិនត្រូវតែដេមែនតើបើសិនតែចង់ស្អាតមកទោះបីជាមានរូតក៏ត្រូវតែដេថែម បាទតើដេថែមដើម្បីរៀងបើយើងមានពេលនិយាយទៅយើងធ្វើរូតទេសម្រាប់តែអត់មានពេលទេ អរគុណលោកគ្រូចំណែកនេះ ជាសពុតអាហ្នឹង បាទជាសពុត លបាប់សម្រាប់ស្លៀកពីលើគ្រឿងខោហ្នឹង បន្តទៀតលោកគ្រូក្រៅពីសម្លៀកបំពាក់
គ្រឿងដណ្ដាប់ជានេះជាការគ្រឿងអលង្ការបានទេលោកគ្រូ បាទ បាទគ្រឿងអលង្ការអញ្ចឹងនៅពេលដែលយើងមានឈុតប្រតិបត្តិគឺយើងត្រូវមានអីខ្លះលោកគ្រូជួយរៀបរាប់បន្តិចមកលោកគ្រូ បាទហ្នឹងហើយអានេះយើងហៅថាបញ្ញរ៉េតបញ្ញរ៉េត អូបញ្ញរ៉េតបាទបើសិនជាព្រះអង្គម្ចាស់គឺជាស្ដេចអត់ត្រូវពាក់អត់ត្រូវក្រងបញ្ញរ៉េតទេ និយាយទៅតាមកលៈទេសៈតាមសាច់រឿង តាមសាច់រឿង បាទ បញ្ញរ៉េតបាទ បាទ តទៀតលោកគ្រូ អានេះជាកងកុន កង កងកុន កងកុន បាទ បាទបាទខ្ញុំប្រើផាយជាខុសហ្នឹងពេលទៅយើងស្នាប់ដៃ កងកុនអាហ្នឹង បាទក្មេងៗអត់ដឹងណា បាទ អញ្ចឹងបងបង ស្នាប់ បាទចេះហៅស្នាប់ទៅអញ្ចឹងសុំកែកន្លែងនឹងដែរលោកគ្រូណា បាទ បាទអញ្ចឹងពាក្យដែលយើងប្រើត្រូវគឺកងកុន កងកុន កងកុនមិនមែនស្នាប់ដៃស្នាប់ជើងទេ បាទ អញ្ចឹងបងប្អូនរបស់យើងដែលតែងតែប្រើស្រាប់លឺយើងកែទាំងអស់គ្នា បាទ កងកុនបាទបន្តទៀតលោកគ្រូ ហើយនេះជាកងរៈបើតាមអានេះយើងបើរបាំបុរាណត្រូវច្រើនជាមួយយើងព្រោះយើងបន្ថែមពីក្រុមកងកុនហ្នឹងដាក់កងរៈហ្នឹងហើយដាក់កទ្រុំហើយដាក់កងញ័រនេះទៀតបាទ អាហ្នឹងលក្ខណៈបុរាណបើសិនតែយើងឆ្នៃគ្រឿងតូចទេយើងអត់អាចមិនបាច់ពាក់នេះក៏បានដែរយើងពាក់តែកងកុនមួយរួច រាល់ បាទ ហើយនេះជាខំខាត់ ជាគេដែរលោកគ្រូ ខំខាត់ខ្សែក្រវ៉ាត់បាទខ្សែក្រវ៉ាត់គេហៅខំខាត់ ចឹងបងប្អូនរបស់យើងអាចចាប់អារម្មណ៍បានណាបាទពាក្យដែលយើងប្រើគឺខឹមខាត់ បាទ បាទអូបាទអញ្ចឹងនេះជាសារចំណេះដឹងមួយដែរជូនដល់បងប្អូនជំនាន់ក្រោយបានស្គាល់នៅគ្រឿងដណ្ដាប់របស់យើងលោកគ្រូណាបាទដែលទូទៅបងប្អូនរបស់យើងខ្សែក្រវ៉ាត់ដែរ ខ្សែក្រវ៉ាត់ បាទតែពាក្យរបស់យើងគឺខឹមខាត់បាទលោកគ្រូបាទ ហើយនេះជាកងជើងដោយមានកងទ្រនៅពីក្រោម បាទ កងជើងកងទ្រនៅពីក្រោម បាទ ហើយអានេះជាសង្វា បាទ សង្វាអានេះពោលពាក់ដើមទ្រូង អូហៅពូល បាទ អូអញ្ចឹងសង្វាផ្សេងពូលផ្សេង បាទព្រោះដាច់ខាតត្រូវតែមានពោលនៅចំកណ្ដាល បាទ នៅពេលដែលយើងពាក់ទៅយើងដឹង បាទអរគុណបងប្អូនអញ្ចឹងថ្ងៃនេះយើងលំអិតអំពីគ្រឿងប៉ុណ្ណេះដើម្បីបង្ហាញជូនបងប្អូនរបស់យើងថានៅពេលដែលគ្រឿងនេះបានត្រូវយកមកប្រើប្រាស់នៅលើរាងកាយរបស់យើងណាដែលភាសាទូទៅបងប្អូនថាក្រងឈុតបាទតើមានភាពស្រស់ស្អាតមិនហើយលំបាកមិនហើយទន្ទឹមជាមួយលំបាកហ្នឹងតើបងប្អូនរបស់យើងដែលជាអ្នកទស្សនាហ្នឹងបានទទួលនៅអត្ថប្រយោជន៍អ្វីខ្លះបន្ទាប់ពីបានទស្សនាវីដេអូមួយហ្នឹងបាទអញ្ចឹងលោកគ្រូតោះឥឡូវយើងសូមចាប់ផ្ដើមហ្មងទៅសូមយើងទៅចែកបដាយើងនិយាយបដាយើងស្លៀកបដានៅក្នុង podcast មួយនេះដើម្បីឲ្យបងប្អូនយើងបានកាន់តែយល់ណាលោកគ្រូណាបាទអរគុណអញ្ចឹង podcast នេះប្រហែលជាខុសពី podcast ដទៃដែលយើងអង្គុយនិយាយគ្នាបាទអរគុណតោះឥឡូវយើងសូមចាប់ផ្ដើមបងប្អូនឥឡូវយើងចាប់ផ្ដើមពីការដេរអាវសិនដោយសារតែយើងត្រូវការដេរដើម្បីរាងស្អាតត្រូវតែអញ្ចឹងមកលោកគ្រូឬបាទអាហ្នឹងត្រូវការដេរដើម្បីរឹតរាងព្រោះបុរាណវាត្រូវតែរឹបបានស្អាត លោកគ្រូធ្លាប់ដេរឈាមហ៎លោកគ្រូ ចាក់តែញយ ឈាមតួឬឈាមដៃខ្លួនឯង ឈាមខ្លួនឯងដែលឈាមតួបើយើងកំពុងតែថ្នមឲ្យតួក៏ស្អាតមែនទេលោកគ្រូ បាទអត់ដែលមុតតួទេមុតដៃយើងវិញ បាទលោកគ្រូបាទលោកគ្រូការដេរហ្នឹងក៏ត្រូវតែមានរបៀបដែរមែនលោកគ្រូបើសិនជាយើងមិនចេះដេរក៏ឃើញគ្នាដែរឬក៏មិនលោកគ្រូ បាទអាហ្នឹងតើចេះលាក់អំបោះវាតាមពិតទៅយើងចាស់បុរាណពីដើមគាត់ដេរតែអំបោះសដោយសារគាត់ស្រួលមើលដើម្បីកាត់ស្រួលមើលឃើញចេះទៅកាត់ជៀសកុំឲ្យវាដាច់សាច់អាវ បាទ សពុតអីចឹងបាទចឹងទៅបានគាត់ត្រូវការអំបោះស បាទលោកគ្រូបាទអ្វីដែលយើងចាប់អារម្មណ៍គឺរបៀបដេរលោកគ្រូគឺលឿនហើយបង្កប់ចេះបានល្អទៀតអានេះដោយសារតែប័ណ្ណពិសោធន៍ឬក៏គឺជាក្បួនខ្នាតរបស់យើងមិនលោកគ្រូ អានេះនិយាយទៅវាតាមទម្លាប់រៀងខ្លួនខ្ញុំវា
ថ្នឹកនឹងអាការដេហ្នឹងហើយ បាទលោកគ្រូបាទនៅក្នុងការតែងតួលោកគ្រូម្នាក់អាចរ៉ាប់រងតួបានប្រមាណអ្នកតម្រាំតែយើងអស់ខ្យល់អស់កម្លាំងការដេការរៀបចំលោកគ្រូ និយាយទៅតាមកម្មវិធីខ្លះវាតួច្រើនទៅយើងក៏ច្រើនតាមហ្នឹងទៅហើយបើសិនណាកម្មវិធីតិចតួតិចយើងរៀបចំតាមហ្នឹងទៅ ចុះលោកគ្រូសួរអញ្ចេះវិញតើកម្លាំងលោកគ្រូហ្មងអាចដេបានប្រមាណអ្នកថាអស់ខ្យល់ ខ្ញុំច្រើន ច្រើនបាទ 20-30 នាក់ឯងព្រោះវាសារយើងអាសាដើរតាមកម្មវិធីធំដល់ចឹងទៅវាដូចវាធម្មតាហើយ បាទ ព្រោះអាស្រ័យទីតាំងដែរណាបើសិនជាលក្ខណៈក្តៅអីយើងមិនអាចតស៊ូបានច្រើនទេ 4-10 នាក់ទៅហើយ លោកគ្រូធ្លាប់ធ្វើការងារនេះនៅក្រោមកដៅអីដែលក្តៅខ្លាំងអីដើម្បីរៀបចំតួអីទេលោកគ្រូការងារនេះ មាននៅពេលដែលយើងចុះថតណាបាទខ្ញុំធ្លាប់ដើរថតកុនជាមួយបរទេសយើងដឹងស្រាប់ហើយការថតកុនវាអត់មានទីតាំងណាឲ្យសមរម្យសម្រាប់យើងតបតែងព្រោះជួនណានៅកណ្ដាលស្រែក៏មានដែរ អូ បាទយើងស្លៀកនៅកណ្ដាលស្រែក៏មានដែរ លោកគ្រូធ្វើការងារទាំងអស់ហ្នឹងរាល់ថ្ងៃធ្វើគ្រប់ពេលទាំងអស់ហ្នឹងណាប្រសិនបើជាទូទៅបើសិនអត់ស្រឡាញ់លោកគ្រូគិតថាធ្វើបានទេ អត់ស្រឡាញ់អត់ការតស៊ូធ្វើអត់ការទៅកម្មវិធីការងារនេះ មូលហេតុអីលោកគ្រូ វាសាំញ៉ាំនិយាយទៅសាំញ៉ាំវាច្រើនវាកប៉ិកប៉ុកដល់អញ្ចឹងទៅអត់តស៊ូអត់ស្រឡាញ់ទៅអត់រួច លោកគ្រូកំពុងតែបត់ហ្នឹងអីដែរលោកគ្រូគេហៅអីគេដែរ ជាយើងធ្លាក់ណយ ស្លៀកណយលោកគ្រូណា បាទ បាទ ព្រោះសម្លុយយើងទម្លាក់បើអានេះយើងត្រូវដូចក្បិនដែរប៉ុន្តែគ្រាន់ថាយើងចង អញ្ចឹងលោកគ្រូដែលបញ្ជាក់មិញថាវាលំអិតវានេះហ្នឹងដោយសារតែក្បាច់ទាំងអស់ហ្នឹងឬក៏ដោយសារតែអីក្រៅពីនឹងផ្សេងទៀតលោកគ្រូ និយាយទៅបើសិនជាមិនចាប់អារម្មណ៍ទេធ្វើអត់ការទេព្រោះដោយសារវាច្រើនវាកលុកកលាក់វានិយាយទៅថាបើសិនជាយើងមិនយកចិត្តទុកដាក់អត់ចេះទេការងារនេះ ក៏លោកកលាក់ច្រើន បាទ ដូចជាអ្វីលោកគ្រូកំពុងតែចាប់ហ្នឹងក៏វាជាផ្នែកនៃកលាក់របស់យើងដែរលោកគ្រូ ហើយបើសិន អត់ចេះលើកវាចាប់វាក៏អត់ស្អាតដែរ អត់ស្អាតហើយនិយាយទៅកម្រសូវមានអ្នកចេះឥឡូវអាការស្លៀករបៀបហ្នឹង លោកគ្រូនិយាយថាអត់សូវមានអ្នកចេះទេបច្ចុប្បន្ននេះលោកគ្រូបារម្ភទេលោកគ្រូ និយាយទៅបើក្នុងនាមសាលាសិល្បៈតែម្ដងគឺឧទាហរណ៍សិល្បករ20នាក់អញ្ចឹងអ្នកស្លៀកមានម្នាក់2នាក់ទេដែលវាថាចេះអារបៀបអញ្ចឹងវាមិនអាចសិល្បករចេះគ្រប់គ្នាទេអត់ទេ យល់គ្រូតើតើអ្នកមានដងដែរមាននិស្ស័យដែរអូជាទូទៅមកចំនួនដែលលោកគ្រូសង្កេតឃើញមកចំនួនអាចរកបានប្រហែលនេះលោកគ្រូដែលអាចចេះរៀបចំសម្លៀកបំពាក់បែបហ្នឹង ឥឡូវដោយសារកូនសិស្សគាត់មានរំខាងក្រៅអីចឹង បាទលោកគ្រូ ដល់អញ្ចឹងទៅពួកគាត់ចេះខំរៀនស្លៀកអីចឹង បាទអញ្ចឹងឥឡូវលោកគ្រូឃើញថាការដែលកូនសិស្សអាចត្រង់ត្រាប់បានឬក៏ការដែលកូនសិស្សអាចចេះស្លៀកហ្នឹងក៏រៀងក្រាន់បើដែរលោកគ្រូមែនទេ បាទឥឡូវវាគ្រាន់បើឧទាហរណ៍ថាសិស្សយីកេខ្ញុំតែងតែប្រាប់តែងតែបង្រៀនហើយតែងតែបដោយព្រោះដោយសារកន្លែងខ្លះខ្ញុំអត់ទៅទេខ្ញុំឲ្យពួកគាត់ទៅខ្លួនឯងចឹងទៅហើយគាត់ត្រូវទៅចេះហើយបើគាត់មិនចេះគាត់អាចទៅសម្ដែងបានទេដល់អញ្ចឹងគាត់ត្រូវតែខំរៀនខ្លួន ចឹងលោកគ្រូអាការដែលលោកគ្រូបដោយលោកគ្រូគិតថាវាជាការបដោយដើម្បីឲ្យចេះមិនមែនការបដោយដោយយើងមិនបានយកចិត្តទុកដាក់កូនសិស្សអីទេមែនទេលោកគ្រូ បាទ
ព្រោះបើសិនជាយើងមិនបដ ாய் គាត់ចេះទេគាត់នៅតែគ្រូនឹងបំរើគាត់រហូតដល់អញ្ចឹងទៅកន្លែងខ្លះខ្ញុំបដ ாய் បាទចឹងបងប្អូនយើងបានឃើញការរៀបចំឈុតការដែលយើងក្រុងនៅឈុតទាំងអស់នេះគឺមិនមែនជារឿងងាយស្រួលទេការរៀបចំប្រសិនបើយើងអត់មានកលុកកលៈអត់ស្វែងយល់បានច្បាស់ទេក៏មិនទទួលបាននូវភាពស្រស់ស្អាតនៅលើឆាកដែរស្លៀកចេះតែស្លៀកបានក្រុងចេះតែក្រុងបានប៉ុន្តែស្អាតអត់នៅរឿងមួយទៀតមែនទេលោកគ្រូនៅពេលដែលកូនសិស្សចូលទៅនឹងគ្រប់ចំនួនណាការដែលកូនសិស្សនេះចាប់អាជីពណាមួយឬក៏ចាប់នៅជំនាញណាមួយដោយសារតែឧបនិស្ស័យឬក៏លោកគ្រូអាចមើលឃើញពីអ្វីផ្សេងហ៎និយាយទៅតាមនិស្ស័យច្រើននិស្ស័យបើសិនជាគាត់មានការស្រឡាញ់ហើយគាត់ខ្វះនិស្ស័យគឺក៏មិនអាចទៅមុខបានដែរខ្ញុំឧទាហរណ៍សិស្សកែផានិតមួយគាត់ដំបូងគាត់ចូល account និយាយទេបាទគាត់ចូល account និយាយតែរិសាការគាត់និស្ស័យមានខាងចម្រៀងស្រាប់ហើយគាត់ស្រឡាញ់ផងគាត់ក៏បានផ្ទេរពី account និយាយមកចូលយីកេវិញអញ្ចឹងនិស្ស័យគឺជាឫសគល់ហើយមែនលោកគ្រូបើសិនជាសិស្សបុរាណរបស់យើងបើអត់មាននិស្ស័យក៏ទៅអត់រួចដែរបាទលោកគ្រូអាចមើលនិស្ស័យកូនសិស្សដឹងហ៎លោកគ្រូដឹងនិយាយទៅយើងវាមិនមែនរៀនតែមួយថ្ងៃពីរថ្ងៃហើយយើងរាប់ឆ្នាំជួនណា6 7ឆ្នាំនៅជាមួយគ្រូដល់អញ្ចឹងខ្ញុំអាចមើលឃើញថាយើងអាចគាត់អាចទៅអីក៏បានអីបានទៅតាមនិយាយទៅការចំណងចំណូលចិត្តគាត់ផងនឹងជាឧបនិស្ស័យរបស់គាត់ផងជាង30ឆ្នាំនៃការរៀបសម្លៀកបំពាក់ហើយនៅជាមួយកូនសិស្សលោកគ្រូប្រហែលជាមានអនុស្សាវរីយ៍ជាច្រើនណាលោកគ្រូមែនទេលោកគ្រូបាទលោកគ្រូក្នុងចំណោមកូនសិស្សលោកគ្រូគ្រប់ចំនួនណាពីមួយចំនួនទៅមួយមានអត្តចរិតផ្សេងគ្នាអត់ទេនិយាយទៅវាតាមបុគ្គលិកលក្ខណៈរៀងខ្លួនបាទលោកគ្រូបាទព្រោះតែសារម្នាក់វាមិនអាចដូចគ្នាទេការចំណងចំណូលចិត្តផ្សេងគ្នាអញ្ចឹងដល់ឡែកកលេចមកលើឈុតសម្លៀកបំពាក់របស់យើងវិញការបដិនទាំងអស់នេះលោកគ្រូចេះអត់លោកគ្រូខ្ញុំចេះថ្ងៃលោកគ្រូបានបណ្ដុះបណ្ដាលទៅកូនសិស្សជំនាន់ក្រោយអំពីរបៀបរបបនៅក្នុងការរៀបចំបដិននេះលោកគ្រូនិយាយទៅយើងមានសិស្សយីកេភាគច្រើនគាត់ចេះបាទព្រោះដោយសារខ្ញុំតែងតែមានកៃមួយដាក់នៅក្នុងថ្នាក់ដើម្បីពួកគាត់ទំនេរទៅគាត់អង្គុយលេងដិនបាទសូមជជែកគ្នាចំណុចនេះប៉ុណ្នេះសិនមកចាប់អារម្មណ៍ទៅលើអ្វីដែលលោកគ្រូកំពុងតែធ្វើមិញយើងបានប្រាប់ហើយថានេះគឺជាហើយគ្រូថឹបគូតហ្នឹងថឹបបាទថឹបអញ្ចឹងឥឡូវនេះគឺបងប្អូនឃើញថាប្រើប្រាស់វិបត្តិចំណុចនេះគឺណាបាទត្រូវលោកគ្រូបាទគឺណាអញ្ចឹងណានេះគឺណាចំហៀងគឺមានណាមុខមួយទៀតលោកគ្រូមែនទេមានណាមុខទៀតអូអញ្ចឹងបានខ្ញុំពេលខ្លះខ្ញុំឆ្ងល់ថាគ្រូកាក់ដេច្រើនប៉ុន្តែហេតុអីបានជានៅពេលដែលយើងក្រុងឈុតហើយស្អាតម្ល៉េះដោយសារតែយើងមានថ្នាក់ជាន់ដើម្បីបិទបាំងទៅលើអ្វីដែលយើងដេហ្នឹងលោកគ្រូដែរច្រឡំទេលោកគ្រូអត់ដែរតែបើសិនបើយើងច្រឡំអាហ្នឹងខុសតម្រង់ឬក៏ខុសមិនដែរទេលោកគ្រូវាបើខុសយើងនិយាយនៅពេលដែលតើតាយើងបញ្ញាឧទាហរណ៍មានការខុសឆ្គងអីអាហ្នឹងវាអាចទៅបើសិនជាយើងមានពេលយើងនៅដូរកែឲ្យត្រូវឡើងវិញបាទឥឡូវសូមបន្តនេះគឺណាខាងមុខគ្រូបាទបញ្ជាក់កាន់បងប្អូនបងប្អូនអរគ្នានេះគឺឈុតព្រះរាជបុត្រនៅក្នុងទំនងខោនជាគេអាចបង្ហាញអារម្មណ៍ទៅកាន់បងប្អូនបងប្អូនអរគ្នាបានថាឥឡូវចាប់ដើមលោកគ្រូបានរៀបចំហើយគឺពិតជាតឹងមែនតែមិនមែនរហូតដល់ថ្នាក់ត្រង់អត់បានទេលោកគ្រូសូមបញ្ជាក់ម្ដងទៀតនេះគឺជាទូទៅបងប្អូនហៅថាខ្សែក្រវ៉ាត់ដែរបាទតែលោកគ្រូមិញហៅថាខំខាត់បាទខំខាត់ការដែលយើង
រៀបចំគ្រឿងអលង្ការមកលើតួអង្គនៃតួនីមួយៗលោកគ្រូតើក្បាច់នៃគ្រឿងអលង្ការហ្នឹងយើងមើលមិនបានដឹងថាជារបស់ខ្មែរលោកគ្រូ និយាយទៅខុសគ្នារបស់ប្រទេសដទៃទៀតគឺចេញមកខុសគ្នាលក្ខណៈខ្មែរគឺគាត់ធ្វើដោយដៃបាទគាត់អត់មានប្រើម៉ាស៊ីនប្រើអីទេគាត់ដាប់ដោយដៃទាំងអស់ អញ្ចឹងនៅពេលដែលយើងនៅថ្នាក់ជាមួយនឹងរបស់នឹងរាល់ថ្ងៃយើងនឹងដឹងហើយលោកគ្រូ បាទវាបុរាណវាអត់ដូចសម័យទេបុរាណត្រូវការរំអិតតិច បាទ បុរាណភាគច្រើនគាត់មានគ្រឿងគាត់គ្រប់គ្រាន់បើជីកេយើងមានការកាត់ខ្លះដើម្បីកុំឲ្យវាដូចបុរាណពេកណាបាទព្រោះយើងត្រូវចែកដាច់របៀបបុរាណនិងល្ខោន និយាយមួយលោកគ្រូប្រហែលជាច្រើននាទីហើយមានអារម្មណ៍ថាសលេងរបស់លោកគ្រូនិយាយជាមួយខ្ញុំគឺសតុនណាបាទចុះហេតុអីបានជាសលេងលោកគ្រូពេលលោកគ្រូស្រែកនៅក្នុងកម្រងរូបភាពឬក៏វីដេអូដែលយើងទទួលទេវតាឆ្នាំថ្មីមានសលេងខ្ពស់ហើយធំខ្លាំងម៉េច និយាយអាហ្នឹងទៅវាពាក់ព័ន្ធបច្ចេកទេសក្នុងការស្រែកព្រោះដោយសារយើងរៀនលោកគ្រូគាត់បានបង្រៀនពីការប្រើប្រាស់សំឡេងឧទាហរណ៍ការស្រែកការអីចឹងខ្ញុំតាមធម្មតាខ្ញុំអត់ជាអ្នកនិយាយឮទេ បាទលោកគ្រូ ប៉ុន្តែដោយសារយើងប្រើបច្ចេកទេសដែលយើងបានហាត់រៀនហើយយកសំឡេងនោះមកប្រើ អូអញ្ចឹងសលេងលោកគ្រូមានគឺសលេងបច្ចេកទេស បាទ បាទអញ្ចឹងបន្ទាប់ពីងាកមកកាន់ការស្លៀកពាក់វិញមិញយើងបាននេះសង្វាលលោកគ្រូណា បាទ ឥឡូវយើងមកដាក់ អានេះមកពាក់កងកុន កុន តាមពិតទៅបើសិនឲ្យយើងយីកេយើងមិនយើងពាក់តែហ្នឹងក៏បានដែរបើបើថាបុរាណយើងត្រូវថែមនេះដើម្បីឲ្យត្រូវក្បួនអានេះយើងដាក់ឲ្យចង់ តែបើជាគេយើងពាក់ក៏អត់ខុសដែរ បាទ តែមានថាពាក់ក៏បានអត់ពាក់ក៏បានដែរលោកគ្រូមែនទេបាទអូចាំបងប្អូនឃើញបាទការរៀបចំគឺលំអិតហើយដូចលោកគ្រូថាល្អិតល្អន់ណាលោកគ្រូ បាទ បាទបើសិនជាមិនចាប់អារម្មណ៍ទេពិតជាមិនចេះទេបាទលោកគ្រូនៅក្នុងទម្រង់នៃការសម្ដែងតួអង្គនីមួយៗមានដំណំអីទេលោកគ្រូ និយាយទៅបើតាមឲ្យតមគឺតមសំខាន់គឺសិល្បករមានតួនាទីមុននឹងសម្ដែងត្រូវការប្រមូលអារម្មណ៍ដើម្បីរំលឹកតួអង្គរំលឹកប៉ារ៉ូលយើងសមាធិដើម្បីឲ្យតួអង្គនឹងវាចូលស្ថិតដើម្បីការសម្ដែងយើងសម្ដែងឲ្យបានល្អឲ្យបានត្រូវអញ្ចឹងណា បាទលោកគ្រូបាទអានេះខ្ញុំទៅពាក់ខ្លួនឯងហ្នឹងលោកគ្រូដែរបាទអានេះលើឬក៏នេះក្រោមលោកគ្រូ អានេះលើ នេះលើណា បាទ បាទខ្ញុំអង្គុយបានលោកគ្រូបាទលោកគ្រូសិល្បករបុរាណយើងគាត់បានប្រាប់ខ្ញុំថារបស់មួយយ៉ាងដែលយើងត្រូវដោះស្រាយខ្លួនឯងគឺកងជើង បាទ ហេតុអីអញ្ចឹងលោកគ្រូ អាហ្នឹងនិយាយទៅគាត់តំណមព្រោះភាគច្រើនគ្រូគាត់ពាក់ បាទគ្រូគាត់ពាក់ហើយគាត់គឺប្រកាន់នៅថាកុំឲ្យមានបាបកម្មអីដល់សិស្សអញ្ចឹងទៅគាត់ឲ្យពាក់ខ្លួនឯងទៅសម្រួលខ្លួនឯងទៅ អូមែនតើទៅគឺយើងនិយាយអំពី វាសិលធម៌ បាទ សិលធម៌ ហើយនឹងការដឹងគុណផងបាទនៅពេលដែលលោកគ្រូរៀបចំឈុតឲ្យយើងអញ្ចឹងមិនថាដេមិនថារៀបចំអីផ្សេងអត់មានបញ្ហាប៉ុន្តែសម្រាប់កងជើងគឺកូនសិស្សត្រូវដោះស្រាយខ្លួនឯងជៀសវាងដែលការសិលធម៌របស់យើងផងហើយនឹងគិតទៅលើរូបភាពមួយទៀតដែលលោកគ្រូនិយាយវិញថាបាបបុណ្យ បាទអូបងប្អូនយើងប្រហែលជាដឹងអញ្ចឹងនៅពេលដែលបងប្អូនយើងរៀបចំឈុតឬក៏ក្រុងឈុតកັບសម្គាល់ចំណុចនេះមួយ ភាគច្រើនអ្នកដែលស្លៀកពាក់គឺគ្រូ បាទគ្រូបាទ ដល់អញ្ចឹងទៅវាជាទំនៀមពីដើមមកហើយសិស្សគឺត្រូវតែពាក់ខ្លួនឯងសំបីតែខាងរបាំបរិយាទ្របឥឡូវកងដៃកងជើងគ្រឿងអលង្ការ
គឺគាត់ពាក់ខ្លួនគាត់ទាំងអស់ បាទ គ្រូមានគាត់ស្លៀកហើយគឺគ្រឿងគាត់ពាក់ខ្លួនឯង បាទបាទបាទ បាទ អញ្ចឹងរឿងរ៉ាវខ្លះប្រហែលជាបងប្អូនយើងមិនដឹងយើងអាចរំលេចបាននៅក្នុង podcast មួយនេះបានដូចគ្នាក្រៅពីដំណំអត់ដឹងថាមានដំណំអីផ្សេងទៀតឬក៏មានក្បួនខ្នាតអីផ្សេងទៀតទេលោកគ្រូ និយាយទៅជាពិសេសមុននឹងសម្ដែងគឺជាការរំលឹកនៅតួអង្គសំខាន់ណាបើសិនជាអានេះវាលខោតណាយើងរំលឹកតួអង្គរំលឹកប្រូលអីបើសិនជារបាំគាត់ត្រូវសមាធិបាទសមាធិស្ងៀមស្ងាត់ចឹងទៅដើម្បីរំលឹកក្បាច់ បាទការរៀបចំនៅឈុតឆាកឬក៏សម្លៀកបំពាក់ទាំងអស់ហ្នឹងបើក្នុងករណីពេលដែលយើងសម្ដែងមានការជ្រុះរបូតអីតើអាហ្នឹងយ៉ាងម៉េចដែរលោកគ្រូមានជាដំណំអីផ្សេងឬក៏មានជំនឿអីទេ អត់មានដំណំទេបើគ្រាន់ថាសិល្បៈដាច់ខាតរឿងការដូចអាហ្នឹងចាត់ទុកថាយើងអត់យកចិត្តទុកដាក់មួយឯងបាទព្រោះគ្រូគាត់តែងតែប្រាប់គាត់តែងតែហាមថាត្រូវតែដេចឹងនិយាយថាកងដៃកងជើងដេទាំងអស់ បាទលោកគ្រូបាទអ្វីដែលយើងកំពុងតែក្រងនេះលោកគ្រូហៅថាបញ្ញរេត មានពាក្យខ្លះដែលបងប្អូនតែនិយាយពាក្យនេះប្រហែលជាពាក្យលេងសើចប៉ុន្តែខ្ញុំយល់ថាវាបង្កប់អត្ថន័យដែលបងប្អូននិយាយថាជីវិតមិនអត់ស្គាល់ថាអ្វីជាមកត់អ្វីជាបញ្ញរេតអ្វីជាមួកទេគាត់តែនិយាយពាក្យហ្នឹងលោកគ្រូតើលោកគ្រូយល់មិនដែរនៅពេលដែលបងប្អូនប្រើពាក្យហ្នឹង តាមពិតទៅគាត់សិល្បករគាត់ត្រូវតែស្គាល់ បាទ គាត់ត្រូវតែស្គាល់ថាអានឹងជាអីអានឹងជាអីចឹងណា បាទ បាទអញ្ចឹងបានថាគាត់តែងតែនិយាយថាឯងអ្នកសិល្បៈដែលអត់ស្គាល់មកត់អត់ស្គាល់បញ្ញរេតអត់ស្គាល់អីចឹងណា បាទរាល់លោកគ្រូមានអីបន្ថយហ៎ អត់អីទេអានេះហ្នឹងហើយស្រាប់ចង់បញ្ជាក់ថានៅពេលដែលក្រងសម្លៀកបំពាក់ហើយគឺសូមថ្នមខ្លួនឯងជៀសវាងទាត់ធាក់ជៀសវាងអង្គុយកន្លែងណាដែលមិនសមអង្គុយនាំឲ្យខូចទ្រង់ទ្រាយដែលយើងខំសម្លៀកប្រែព្រៀងឲ្យបានស្អាតបាទដល់អញ្ចឹងទៅយើងសិល្បករមានតួនាទីការពារខ្លួនឯងបាទដើម្បីភាពស្រស់ស្អាត ដើម្បីភាពស្រស់ស្អាតជារឿងមួយផ្នែកប៉ុន្តែបើសិនបើខូចទ្រង់ទ្រាយលោកគ្រូគិតថានេះជាការមើលងាយលោកគ្រូអត់ទេ អាហ្នឹងវាតាមពិតត្រូវតែអញ្ចឹងហើយព្រោះដោយសារគ្រូម្នាក់គឺផ្ចិតផ្ចង់ចង់ឲ្យសិស្សស្អាតបាទដល់យើងយកទៅចេះតែអង្គុយឲ្យខូចទ្រង់ទ្រាយទៅវាអត់ស្អាតបាទដល់អញ្ចឹងទៅដំបូងនៅពេលដែលរួចរាល់ខ្ញុំអរគុណលោកគ្រូសម្រាប់ការរៀបចំឈុតមួយនេះសម្រាប់ខ្ញុំក្រងជាការបង្ហាញទៅកាន់បងប្អូនប្រជាជនដែលទស្សនាpodcastមួយនេះអារម្មណ៍ពិតជារំភើបហើយបាទសម្រាប់ការរៀបចំ podcast ដ៏ពិសេសមួយនេះតែរឿងមួយដែលខ្ញុំចង់ឲ្យលោកគ្រូបញ្ជាក់ពីអារម្មណ៍របស់ខ្លួនឯងវិញនៅពេលលោកគ្រូបានរៀបចំឈុតឲ្យតួអង្គហើយឃើញតួអង្គដែលកំពុងតែសម្ដែងទៅមានភាពស្រស់ស្អាតនៅលើឆាកមានមនោសញ្ចេតនាដ៏ពិតប្រាកដលោកគ្រូផ្ទាល់អារម្មណ៍ម៉េច អានេះតាមពិតជាមោទនភាពមិនថាខ្ញុំទេគ្រប់គ្រូឲ្យតែឃើញសិល្បករឲ្យតែឃើញសិស្សឡើងឆាកគឺមានការសម្ដែងល្អគឺមានមោទនភាពអត់ចង់បានអីពិសេសទេសំខាន់សិស្សធ្វើឲ្យបានល្អអាហ្នឹងជាគំនិតគ្រូបាទ លោកគ្រូយល់ថាការហត់នឿយរបស់លោកគ្រូទាំងឡាយឆ្លើយតបទេជាមួយនឹងរូបភាពទាំងឡាយដែលលោកគ្រូបានបង្កើតនឹង តាមពិតអត់មានទោសមនោះអីទេបាទការហត់ការប៉ាំងប្រែងកន្លងមកគឺអត់មានដោយសារយើងមានឧបនិស្ស័យនិងការស្រឡាញ់ផងបាទនឹងដល់អញ្ចឹងអាការហត់ទាំងប្រមាណគឺបាត់អស់ហើយ តែឡែកឈុតសម្លៀកបំពាក់នេះលោកគ្រូដែលធ្លាប់ទេដែលកូនសិស្សយកទៅបាត់បង់ខ្លះទៅអីចឹងទៅលោកគ្រូដែលធ្លាប់ទេ និយាយទៅមិនតិចទេការបាត់បង់បាទជួនណាក្មេងខ្ចីទៅគាត់ទុកប្រហែលទៅមានបាត់មានអីចឹងទៅវាមិនលែងទៅរឿងបាត់តែគាត់ថា
អានេះវាធម្មតាតែទេរបស់ខឹងបាទអូអត់ទេខ្ញុំអត់ចេះខឹងហេតុអីមូលហេតុអីបានជាធ្វើលោកគ្រូចិត្តត្រជាក់ដល់ថ្នាក់ហ្នឹងបើទោះបីជាខូចខាតបាត់បង់របៀបមិនក៏ដោយលោកគ្រូនៅអាចធ្វើចិត្តបានទាំងរបស់ហ្នឹងរបស់លោកគ្រូស្រឡាញ់ខ្ញុំមានមជ្ឈតាមួយខ្ញុំថារបស់ដែលខ្ញុំទិញហើយខ្ញុំបានឲ្យលុយគេហើយអ្នកណាយកឬមួយបាត់បង់ជាការធម្មតារបស់ខ្ញុំអត់មានគំនិតថាខឹងសង្វាព្រោះម្នាក់និយាយទៅអត់ចង់បាត់ទេបាទធ្វើម៉េចវាបាត់អញ្ចឹងខ្ញុំមាននិយាយទៅចិត្តខ្ញុំអញ្ចឹងមកលោកគ្រូនេះសពបញ្ជាក់អំពីភាព slot mode slot ត្រង់ដែលកើតមានដោយសារតែការលោកគ្រូនៅជាមួយសិល្បៈហ្នឹងឬក៏ពីកណ្ដាលលោកគ្រូមក slot អញ្ចឹងបណ្ដោយនិយាយទៅខ្ញុំថាខ្ញុំ slot ប៉ុន្តែអ្នកដទៃគេអត់ថាខ្ញុំ slot ទេគេថាខ្ញុំកាចអញ្ចឹងលោកគ្រូសិស្សគោគាត់និយាយអញ្ចឹងគាត់ថាខ្ញុំកាចប៉ុន្តែខ្ញុំធៀបពិតខ្ញុំ slot អត់ទោសលោកគ្រូសម្រាប់ការសួរសំណួរនេះណាបាទហ្នឹងហើយលោកគ្រូនៅជាមួយនឹងការរៀបចំទៅលើពាក់នៅក្រោយឆាកភាពស្រស់ស្អាតរបស់សិល្បករខ្លះក៏បានល្បីទទួលបានប្រជាប្រិយភាពក៏ទទួលបាននៅភាពល្បីល្បាញអាចមានប្រាក់ចិញ្ចឹមខ្លួនបានយ៉ាងស្រួលដែរចុះចំណែកលោកគ្រូម្ដងនេះលោកគ្រូសល់អីខ្លះនិយាយទៅសល់រងថ្ងៃសល់តែចំណេះក្នុងខ្លួននិងសម្ភារៈសិល្បៈនិយាយទៅតាំងពីចូលមករហូតដល់ឥឡូវខ្ញុំអត់ដែរឲ្យជីគេអត់ទេគឺខ្ញុំព្យាយាមជីគេខ្វះអីខ្ញុំរកនឹងបំពេញបង្គ្រប់តាមតម្រូវការឧទាហរណ៍សាច់រឿងមួយវាអត់ខ្វះតួមួយខ្ញុំគឺតម្រូវឲ្យបានធ្វើឲ្យគ្រប់ដើម្បីបំពេញសាច់រឿងរបស់យើងហើយនឹងបំពេញនៃទស្សនិកជនផងនេះគឺជាអាចនិយាយបានថាជាបំណងប្រាថ្នាការចង់បានការចង់ឃើញរបស់លោកគ្រូឲ្យជាគេនេះគឺមានភាពពេញលេញស្រស់ស្អាតបាទតែលោកគ្រូអត់មានសល់អីនឹងខ្លួនទេបាទលោកគ្រូខកចិត្តអ្នកខ្លួនឯងថាមួយជីវិតរងគេដែរប៉ុន្តែខ្លួនឯងហាក់ដូចជាមិនទាន់មានអ្វីជាដុតកំពស់នៅក្នុងជីវិតខ្ញុំអត់មានកតិណាដែលគិតថាអន់ចិត្តខ្លួនឯងទេខ្ញុំមានមោទនភាពដោយខ្ញុំមានរបស់ទាំងនេះវាបំរើជាតិផងបំរើផលប្រយោជន៍ខ្លួនឯងផងបាទអាហ្នឹងវាមោទនភាពសម្រាប់ខ្ញុំបាទលោកគ្រូប្រហែលជាកំពុងតែប្រាប់ខ្ញុំថាលោកគ្រូអត់មានទ្រព្យទេតែលោកគ្រូមានស្នាដៃបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយលោកគ្រូនេះជាអារម្មណ៍ពិតរបស់លោកគ្រូមែនទេបាទលោកគ្រូរំពឹងទុកថាស្នាដៃទាំងអស់ហ្នឹងត្រូវបានកូនសិស្សចងចាំអត់ទេនិយាយទៅភាគច្រើនស្នាដៃរបស់ខ្ញុំឆ្នាំកន្លងមកខ្ញុំបានខាង CTN គាត់បានឲ្យខ្ញុំរៀបរឿងថតដូច្នេះស្នាដៃនៅក្នុងក្រៅបេះដូងបងប្អូនបាទលោកគ្រូគិតអត់ថាបងប្អូនយើងស្គាល់លោកគ្រូថាលោកគ្រូអ្នករៀបចំការងារទាំងអស់នេះនិយាយស្មោះខ្ញុំកាមេរ៉ាគឺខ្ញុំអត់ចូលចិត្តភាពជោគជ័យរបស់ខ្ញុំគឺនៅក្រោយទាំងសពុតគឺខ្ញុំអត់ចង់ចាញ់មុខទេបាទប៉ុន្តែគាត់ថាទស្សនិកជនមិនដឹងមែនប៉ុន្តែអ្នករួមការងារគាត់ដឹងគ្រូគាត់ដឹងខ្ញុំច្រើនបាទអញ្ចឹងថ្ងៃនេះគឺមានតែអរគុណលោកគ្រូមែនតើបេះដូងដ៏ធំរបស់លោកគ្រូនេះគឺកំពុងតែផ្សារភ្ជាប់ទៅកាន់កូនសិស្សទស្សនិកជនយើងច្រើនទាំងពួកគាត់មិនដឹងបាទអញ្ចឹងថ្ងៃនេះសូមផ្ញើpodcast មួយនេះជូនដល់បងប្អូនរបស់យើងទាំងអស់នេះគឺលោកគ្រូកាត់តារ៉ាន់សាស្ត្រាចារ្យផ្នែកទីគេហើយក៏ជាសាស្ត្រាចារ្យមួយរូបដែលមានជំនាញច្បាស់លាស់លើការរៀបចំសម្លៀកបំពាក់សម្រាប់សិល្បកររបស់យើងភាពស្រស់ស្អាតរបស់សិល្បករខាត់មានគឺជាស្នាដៃរបស់លោកគ្រូតែម្ដងលោកគ្រូគ្រប់ជំនាន់នៃកូនសិស្សលោកគ្រូធ្លាប់ឮក្រៅពាក្យថាគេថាលោកគ្រូកាយមិនឮក្រៅពាក្យផ្សេងទៀតអត់ទេនិយាយទៅពួកគាត់អត់ដែលបញ្ចេញកប្បកិរិយានៅចំពោះមុខខ្ញុំទេបាទលោកគ្រូថ្ងៃនេះនៅក្នុងកម្មវិធី podcast របស់ខ្ញុំមានសារខ្លីខ្លះចង់លោកគ្រូបានប្រាប់លើលោកគ្រូអារម្មណ៍យ៉ាងណាចាំប្រាប់ខ្ញុំវិញបន្ទាប់ពីលោកគ្រូបានប្រាប់លើនៅសារសម្លេងទាំងអស់នោះជំរាបសួរលោកគ្រូកាថារ៉ាន់
ខ្ញុំជាសិស្សដែលមិនសូវល្អដូចគេខ្ញុំជូនពរឲ្យលោកគ្រូសុខភាពល្អរកស៊ីមានបានលុយជួយច្រើនជាពិសេសសុខភាពផ្លូវចិត្តខ្ញុំមិនដឹងថាលោកគ្រូអត់សូវចូលចិត្តខ្ញុំដូចគេប៉ុន្តែខ្ញុំសង្ឃឹមថាលោកគ្រូនឹងសុខភាពល្អជាប្រឡប់ដើម្បីកូនសិស្សទាំងអស់គ្នាសូមអរគុណហើយសូមជូនពរលោកគ្រូ លោកគ្រូស្ដាប់ឮសំឡេងវិញលោកគ្រូផាក់គាត់ជាណា ប្រហែលជារស្មី ប្រហែលជារស្មីណា បាទ បាទប្រហែលជារស្មីគាត់និយាយថាលោកគ្រូអត់សូវចូលចិត្តប្រហែលជាលោកគ្រូអត់សូវចូលចិត្តគាត់ទេអារម្មណ៍ពិតរបស់លោកគ្រូសម្រាប់កូនសិស្សទាំងអស់ហ្មងណាលោកគ្រូដែរមានអារម្មណ៍ចឹងហ៎ និយាយទៅខ្ញុំអត់ដែលបើកបេះដូងខ្ញុំថាឲ្យខ្ញុំថាស្រឡាញ់អ្នកណាម្នាក់ស្អប់អ្នកណាម្នាក់គឺខ្ញុំអត់ដែលបញ្ចេញនៅកប្បកិរិយានឹងទេព្រោះថាតាមធម្មតាគ្រូមិនអាចស្រឡាញ់សិស្សមួយស្អប់សិស្សមួយទេគាត់ថាភាពស្និទ្ធស្នាលវាខុសគ្នាគាត់គឺជាបុគ្គលម្នាក់ដែលបានផ្ញើសារសម្លេងមកហើយគាត់បង្ហាញនៅទឹកភ្នែកទៀតដោយសារតែគាត់នឹកលោកគ្រូខ្លាំងនឹកលោកគ្រូចង់ឃើញមកគាត់ទេនេះមកលោកគ្រូអត់ឃើញមកគាត់ខ្ញុំមិនសឡយគេប៉ុន្តែខ្ញុំស្រឡាញ់លោកគ្រូណាស់ លោកគ្រូស្គាល់គាត់ទេគាត់ឈ្មោះអីដែរ ស្មី បាទលោកគ្រូមានអីនិយាយទៅកាន់គាត់ទេ ហ្នឹងហើយខ្ញុំចង់ជំរាបថាគ្រប់សិស្សទាំងអស់គ្រប់ចំនួននិយាយទៅចិត្តជាគ្រូអត់ដែលស្អប់សិស្សណាមួយទេព្រោះថាភាពស្និទ្ធស្នាលវាមិនខុសគ្នាបាទវាគ្រាន់តែអញ្ចឹងទេហ្នឹងហើយ លោកគ្រូសាស្ត្រាចារ្យកថារ៉ាន់ដែលបានបង្ហាត់បង្រៀនខ្ញុំបានផ្ដល់កិត្តិយសឲ្យខ្ញុំបានមានឱកាសសម្ដែងនៅទម្រង់ល្ខោនយីកេតាំងពីឆ្នាំ2010រហូតដល់2026មកនេះខ្ញុំពិតជាអរគុណលោកគ្រូហើយក៏សូមគោរពជូនពរលោកគ្រូសាស្ត្រាចារ្យមានសុខភាពល្អកម្លាំងមាំមួននិងគង់ជើងប្រលប់ត្រជាក់សម្រាប់កូនចៅសិស្សយីកេទាំងអស់គ្នា លោកគ្រូក៏សម្លេងមិញហ៎ណាស់គេដែរលោកគ្រូ នេះខ្ញុំឈ្មោះសេណាលីនជាកូនសិស្សលោកគ្រូសាស្ត្រាចារ្យកាន្តរ៉ាន់នេះខ្ញុំសូមរំលឹកនឹកគុណអរគុណដល់លោកគ្រូដែលបានបង្ហាត់បង្រៀនដល់នាងខ្ញុំទាំងកូនសិស្សបងប្អូនទាំងអស់នាងខ្ញុំសូមអរគុណលោកគ្រូយ៉ាងជ្រាលជ្រៅដែលបានផ្ដល់ចំណេះដឹងដល់កូនទាំងអស់គ្នាហើយពួកខ្ញុំគ្មានអ្វីស្តកស្នងសងគុណលោកគ្រូទេមានតែវត្ថុស័ក្តិសិទ្ធិលើលោកជួយថែរក្សាឲ្យលោកគ្រូមានសុខភាពល្អអាយុវែងជាម្លប់កូនចៅនៃក្រុមកូនសិស្សយីកេទាំងអស់គ្នាសូមអរគុណលោកគ្រូខ្ញុំបាទសូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូសាស្ត្រាចារ្យកាន្តរ៉ាន់ជាលោកលោកគ្រូគាត់ជំរៀនបាទលោកគ្រូសាប់សលេងស្គាល់កូនសិស្សមកមែនទេលោកគ្រូ 2009រហូតមកដល់សប្តាហ៍នេះគោរពជូនពរលោកគ្រូសាស្ត្រាចារ្យកាន្តរ៉ាន់សូមជួបពុទ្ធពរទាំង4ប្រការគឺកាយុវណ្ណៈសុខៈពលៈ3គ្លៀងគ្លៀងឡាយគង់ជាម្លប់ដល់ត្រជាក់ដល់សិទ្ធិគុណទាំងអស់ផ្នែកល្ខោនយីកេនេះដើម្បីតស្នងប្រគល់និងតស្នងដល់ថែរក្សាវប្បធម៌ពីនេះបុរាណល្ខោនយីកេនេះតរៀងទៅសូមគោរពអរគុណសូមសិទ្ធិពរជ័យត្រជាក់ជុំតរៀងទៅគោរពជំរាបសួរលោកគ្រូខ្ញុំស្រីម៉ៅថ្មីត្បិតតែសពថ្ងៃខ្ញុំឆ្ងាយពីលោកគ្រូនិងឆ្ងាយពីសិល្បៈមែនតែខ្ញុំក៏សូមអរគុណលោកគ្រូនៅការប្រឹងប្រែងបង្ហាត់បង្រៀនខ្ញុំតាំងពីឆ្នាំ2009មករហូតខ្ញុំសូមជូនពរលោកគ្រូឲ្យមានសុខភាពល្អជាម្លប់ដល់កូនចៅនិងសិស្សជំនាន់ក្រោយអរគុណលោកគ្រូនៅទៀតលោកគ្រូកូនសូមគោរពដល់លោកគ្រូសាស្ត្រាចារ្យកាថារ៉ាន់ណាគេដែរលោកគ្រូចាំមែននាមខ្ញុំជាកូនសិស្សមករោគគឺចង់អរគុណលោកគ្រូកន្លងមកដែលបានជួយបង្ហាត់បង្រៀនកូនសិស្សទាំងអស់គ្នាពីជំនាន់1ទៅជំនាន់1ណែនាំ
ប្រាប់ពីចំណុចល្អក្នុងការសម្ដែង សិស្សក្រោយ ជួយកូនសិស្ស ជំនាន់ ច្រើន ក្រោយ តែជាពិសេសគឺខាងសិលឹកបំពាក់ហើយគឺជាពាក្យដែលកូនអត់ហ៊ាននិយាយនៅខាងក្រៅហើយអត់មានអីនិយាយច្រើនទេលោកគ្រូគឺកូនចង់អរគុណគ្រប់យ៉ាងដែលលោកគ្រូបានជួយកូនសិស្សទាំងអស់គ្នាហើយកូនសិស្សចង់ឲ្យលោកគ្រូមានសុខភាពល្អរកទទួលទានមានបានជាមលប់ដល់កូនសិស្សជំនាន់ក្រោយទៀតអរគុណ ជំរាបសួរលោកគ្រូខ្ញុំស៊ីនូនសូមជូនពរលោកគ្រូសុខភាពល្អនិងនៅជាមលប់ដ៏ត្រជាក់ដល់កូនសិស្សនិងកូនសិស្សក្មេងៗជំនាន់ក្រោយទៀតដើម្បីចែករំលែកនូវបទពិសោធន៍នៅចំណេះជំនាញដល់ក្មេងៗជំនាន់ក្រោយហើយអរគុណលោកគ្រូដែលលោកគ្រូបានបង្ហាត់បង្រៀនពួកខ្ញុំមានចំណេះជំនាញបានរហូតម្ដងថ្ងៃនេះអរគុណលោកគ្រូ អារម្មណ៍លោកគ្រូមិនដែរនេះពេលបានទៅលើសាររបស់កូនដែលបានផ្ញើមកកាន់លោកគ្រូ និយាយទៅជាមោទនភាពរបស់គ្រូម្នាក់ដែលបានបណ្ដុះបណ្ដាលពួកគាត់តាំងពីអត់ចេះអ្វីរហូតដល់គាត់មានអាជីពរៀងៗខ្លួន គឺគ្រូអត់មានចង់បានអីទេមានតែមោទនភាពចំពោះសិស្សទាំងអស់បាទ មានមនុស្សម្នាក់ទៀតចង់ឲ្យលោកគ្រូលើ ជំរាបសួរលោកគ្រូខ្ញុំដាវីនក្នុងថ្ងៃខួបកំណើតរបស់លោកគ្រូកូនសូមជូនពរលោកគ្រូមានសុខភាពល្អហើយលោកគ្រូគឺជាមលប់ដ៏ត្រជាក់នៅក្នុងទម្រង់ល្ខោនយីកេរបស់យើងទោះសិស្សខុសទោះសិស្សត្រូវក៏លោកគ្រូនៅតែមានចិត្តសន្តោសប្រោសប្រណីដល់សិស្សគ្រប់គ្នាក៏បានដឹងពីការស្រឡាញ់មកលើសិស្សពីគ្រូមកសិស្ស នៅក្នុងថ្ងៃដែលកូនប្រឡងមិត្ត Phone Star ហើយគឺចាប់ពីថ្ងៃហ្នឹងមកកូនដឹងមកថាគ្រូស្រឡាញ់សិស្សប៉ុណ្ណាលោកគ្រូចង់ឲ្យសិស្សល្អហើយលោកគ្រូមានចិត្តសន្តោសប្រោសប្រណីដល់សិស្សគ្រប់គ្នាតែហ្មងហើយអីដែលកូនចាំអត់ភ្លេចហ្នឹងគឺអាវកាក់ដែលកូនបានពាក់នៅក្នុងថ្ងៃប្រឡងមិត្ត Phone Star ដែលលោកគ្រូកាត់ឲ្យលោកគ្រូបានកាត់ដោយការស្រឡាញ់ដោយការគាំទ្រមកលើសិស្សចង់ឃើញសិស្សជោគជ័យហើយសមិទ្ធផលមួយនេះគឺកូនពិតជាបានទទួលពិតមែនហើយទោះបានជ័យជាបានយ៉ាងណាក៏ជាមុខមាត់មួយនៅក្នុងទម្រង់ល្ខោនយីកេរបស់យើងផងដែរ ហើយកូនសូមជូនពរលោកគ្រូជាងក្រោយជូនពរលោកគ្រូមានសុខភាពល្អហើយកូននឹងព្យាយាមនៅក្នុងទម្រង់របស់យើងមួយនេះដើម្បីឲ្យកុំឲ្យលោកគ្រូខកចិត្តហើយជាពិសេសនោះគឺធ្វើឲ្យទម្រង់របស់យើងមានភាពទលំទលាយហើយអត់ឲ្យលោកគ្រូបាក់មុខទេអរគុណច្រើនលោកគ្រូល្អរបស់កូន មិនដែរលោកគ្រូ និយាយទៅចិត្តជាគ្រូថាចង់ឲ្យសិស្សមានមុខមានមាត់គ្រូនៅពីក្រោយតែងតែជំរុញនិងលើកទឹកចិត្តពួកគាត់ជានិច្ចទោះបីគាត់ត្រូវការអីយើងជាគ្រូត្រូវបំពេញតាមបំណងគាត់បាទអានេះជាចិត្តរបស់គ្រូគ្រប់រូប លោកគ្រូធ្លាប់ឃើញកូនសិស្សទទួលបានប្រជាប្រិយភាពហើយអង្គុយទៅមើលឲ្យសក់ទៅភ្នែកខ្លួនឯង យើងអត់ចង់ទៅសារពួកគាត់នៅមុខទេយើងសុខចិត្តអួលដើមកនៅពីក្រោយឬមួយសម្រាប់ទឹកភ្នែកនៅពីក្រោយភាពជោគជ័យរបស់គាត់ហើយខ្ញុំក៏ដែរមានមោទនភាពថាសិស្សដែលគាត់ចេញទៅល្អគាត់ទទួលបានមុខមាត់ការងារល្អក៏ខ្ញុំអត់ដែលមានដូចថាការនិយាយថាមកពីខ្ញុំបានពួកគាត់មានថ្ងៃនេះក៏ខ្ញុំអត់ដែរមានអាកំណត់នឹងដែរដូច្នេះខ្ញុំនៅពីក្រោយចាំតែលើកទឹកចិត្តព្រោះតែសិស្សណាដែលមានមុខមាត់ទៅយើងសប្បាយក្នុងចិត្តថានេះមកពីស្នាដៃឬមួយជាការកាត់ខំប្រឹងប្រែងរបស់យើងឲ្យឃើញមានផ្លែផ្កានឹងអានេះជាកំណត់ខ្ញុំបាទ Ôi bà ngày đây của một đâm côn sao bà chúលោកគ្រូបាទ ថ្ងៃនេះដែរខ្ញុំបាទពិតជា
រំភើបហើយសម័យរីកជាតិលើកទី1សម្រាប់ពួកខ្ញុំដែលបានមកសប្រៃលោកគ្រូអ៊ំនៅក្នុងកម្មវិធីនេះរបស់បងដាវុតហើយពិតជាសប្រៃមែនតែនដោយសារកម្មវិធីនេះដែរពួកខ្ញុំបានពិភាក្សាគ្នាជាពិសេសបងស្រីកែវសុផានិតក៏បានឆានមកពួកខ្ញុំថាមានកម្មវិធីមួយសម្រាប់លោកគ្រូអ៊ំមកសភាក្នុងកម្មវិធីបងដាវុតហើយពួកខ្ញុំក៏បានទៅជែកគ្នាផ្ញើសារជាសម្លេងផងដើម្បីថ្លែងអំណរគុណដល់លោកគ្រូអ៊ំពោះមិនដែលមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើកម្មវិធីនេះទេហើយខ្ញុំគិតថាកម្មវិធីនេះជាលើកទី1ហើយសង្ឃឹមថាពួកខ្ញុំនឹងរកពេលវេលាណាមួយឲ្យសមរម្យសម្រាប់លោកគ្រូអ៊ំក៏ដូចជាលោកគ្រូអ្នកគ្រូដែលបានហាត់បង្រៀនខ្ញុំកន្លងមកបន្តទៀតមកខាត់ឲ្យបានយំអញ្ចឹងហើយបានយំនេះកាន់ខាត់ឲ្យបានយំអញ្ចឹងខាត់ឲ្យបានអូនយំមិនបានយំនិយាយពុំអៀនចង់និយាយថ្ងៃនេះដែរខ្ញុំសូមបង្ហាញពីទឹកចិត្តនៃក្តីស្រឡាញ់ចំពោះលោកគ្រូហើយក៏តំណាងដល់សិស្សច្បងសិស្សប្អូនទាំងអស់ហើយភាពលះបង់របស់លោកគ្រូពិតជាធំធេងលោកគ្រូជាមនុស្សម្នាក់ដែលមានហៅថាចិត្តសប្បុរសធម៌ចំពោះកូនសិស្សតែម្ដងគឺបន្ទាប់ពីឪពុកម្ដាយចាហើយជីវិតរបស់កែវសុផានិតហើយនិងបងប្អូនមួយចំនួនដែលអ្នកស្នាក់នៅសាលាបងគឺធ្លាប់ជ្រកកោនដោយសារលោកគ្រូធ្លាប់បានលោកគ្រូគាត់ថាទាំងជួយបហាត់បរៀននិងជួយរក fair ខាងក្រៅខ្លះដែរដើម្បីឲ្យសិស្សបានបន្តរៀនសូត្រការចប់ចុងចប់ដើមអញ្ចឹងពេលខ្លះការលះបង់របស់គាត់ធំលោកគ្រូខ្ញុំថាខ្ញុំអត់ចង់យំមែនតែខ្ញុំនៅតែទប់អត់ជាប់ខ្ញុំគោរពស្រឡាញ់លោកគ្រូខ្លាំងនៅក្នុងមួយជីវិតនេះហើយនៅសិស្សប្អូនទាំងអស់ហើយនឹងគោរពស្រឡាញ់លោកគ្រូដទៃទៀតនៅក្នុងជំនាញល្ខោនយីកេនេះហើយថ្ងៃនេះក៏ខ្ញុំអរគុណដល់បងខ្លាំងដែរដែលបងចេះអូននឹកឃើញថាបាទកើតកម្មចង់ហៅលោកគ្រូខ្ញុំថតខ្ញុំចង់ឲ្យគាត់មានឱកាសនឹងជួយមិននឹកឃើញចង់ខ្លួនឯងនេះចង់ល្បីម្នាក់ឯងអីពេលខ្លះភាពល្បីល្បាញនេះគឺយើងបានមកពីគ្រូរបស់យើងជួយជ្រោមជ្រែងយើងដែរគួបផ្សំនឹងយើងខិតខំតែមិនមែនយើងកើតមកយើងចេះឯងហ្មងឯងហើយខ្ញុំពេលខ្លះក៏អត់មានអីសម្រាប់ជាការសងគុណគ្រូដែរខ្ញុំសូមគ្រូអធិស្ឋានចាខ្ញុំអត់មានអីទេព្រោះខ្ញុំដឹងថាចំណងសិស្សទាំងអស់ខ្ញុំសិស្សអត់សូវល្អទេលោកគ្រូខ្ញុំជាសិស្សម្នាក់ដែលអត់សូវល្អតែខ្ញុំអត់ដែលចោលជំនាញហើយក៏អត់ដែលចោលពីការដឹងគុណរបស់ខ្ញុំទៅកាន់លោកគ្រូហើយខ្ញុំអត់មាននិយាយទេព្រោះបងគាត់និយាយអស់ហើយគ្រាន់តែខ្ញុំចង់ឲ្យលោកគ្រូខ្ញុំជូនពរឲ្យលោកគ្រូសុខភាពល្អអាយុវែងហើយដើម្បីជាម្លប់ដល់កូនសិស្សទាំងអស់ទៀតលោកគ្រូអត់ចង់ឲ្យលោកគ្រូចាស់អរគុណច្រើនតោះឥឡូវមានកដោឲ្យជូនលោកគ្រូបាទសូមចេញបាទលោកគ្រូមានកដោបាទគ្រូខ្ញុំថានេះផ្កាមកទៅវាភ្លៀងពេកបងបាទនេះជាកដោជូនលោកគ្រូតោះឥឡូវសម្រួលអារម្មណ៍ទាំងអស់គ្នាក្រោកឈរទាំងអស់គ្នាមកតោះលោកគ្រូមានអីជូនពរដល់កូនក៏ដូចជាបងប្អូនរបស់យើងទាំងអស់គ្នាដែលទស្សនានៅកន្លែងនេះបាទនឹងហើយតាំងនាងខ្ញុំជាគ្រូម្នាក់សូមជូនពរសិស្សគុណទាំងអស់គ្រប់ចំនួនដែលបាននៅបម្រើសិល្បៈយីកេក្តីហើយចេញទៅក្រៅក្តីគឺសូមជូនពរឲ្យកូនទាំងអស់មានសុភមង្គលល្អបាទមានបាននៅក្នុងជំនាញមួយនេះសូមអរគុណបងប្អូនទាំងអស់គ្នាហ្នឹងហើយតោះលោកគ្រូមានអីជូនពរទៅកាន់បងប្អូនរបស់យើងហើយមានសារដាំផ្ញើទៅកាន់សិល្បករយីកេរបស់យើងសូមចេញបាទជាបឋមនេះខ្ញុំសូមគោរពជូនពរបងប្អូនទាំងអស់ហើយសូមបងប្អូនទាំងអស់ចាប់អារម្មណ៍មកលើល្ខោនយីកេហើយបើមានកូនដែលមានឧបនិស្ស័យខាងល្ខោនយីកេសូមឲ្យចូលមករៀននៅក្នុងសាលាវិចិត្រសិល្បៈក្នុងឆ្នាំខាងមុខនេះសូមអរគុណបាទអរគុណច្រើនលោកគ្រូជូនពរលោកគ្រូសុខភាពល្អសំណាងល្អហើយជោគជ័យជាពិសេសលោកគ្រូចូលរួមចំណែកបន្តទៀតសម្រាប់សិល្បៈយីកេរបស់យើងមែនទេបាទអរគុណបងប្អូនទាំងអស់គ្នាបាទអរគុណដល់បងប្អូនដែលបានទស្សនា podcast មួយនេះជួបយើងខ្ញុំនៅ podcast ក្រោយនៅក្នុងពេលនេះយើងខ្ញុំទាំងនេះសូមជម្រាបលាឆាអូរណោណងអើយឆាអូរណោ
องเอ๋ยน้องรักน้องไรใส่ลมหูเมื่อแลนเจ้าสู่ยูรีสัมไปน้องก็ระเอ๋ยน้องก็ไรไม่มีอายไม่เอ๋ยไกลไว้ก็มาเร็วชาระนาน้องเอ๋ยชาระนาน้องเอ๋ยชาระนาน้องเอ๋ยเคยไปนาวง่ายกำชมเคยมาลบนาวง่ายกำชอสู้มันเจอง่ายขมายหมกเหตุแม่ชาระนาน้องเอ๋ย Work for Unstoppable Hero